visa ទៅលេងប្រាំងនឹងអឺរ៉ុបគេធ្វើមិនខ្លះហើយអត់ប្របាអេចាំខ្ញុំប្រាប់ពីជំហានមួយជំហានទី1ត្រូវបំពេញពាក្យស្នើសុំដើម្បីបំពេញពាក្យស្នើសុំអ្នកទាំងអស់គ្នាត្រូវចូលទៅកាន់ website Friends Visa បន្ទាប់មកបង្កើតគណនីរបស់អ្នកទាំងអស់គ្នារួចធ្វើការបំពេញពាក្យស្នើសុំតាមលំដាប់លំដោយជំហានទី2ធ្វើការកក់ថ្ងៃណាត់ជួបអ្នកទាំងអស់គ្នាត្រូវចូលទៅកាន់ website TLS Contact ដើម្បីកក់ថ្ងៃណាត់ជួបដាក់ឯកសារស្នើសុំ Visa ជំហានទី3ការរៀបចំឯកសារដែលតម្រូវឲ្យអ្នកទាំងអស់គ្នាត្រៀមមានដូចជាអត្តសញ្ញាណប័ណ្ណសម្បត្តិកំណើតសៀវភៅគ្រួសារឬសៀវភៅស្នាក់នៅរូបថតលិខិតបញ្ជាក់ការងារធានារ៉ាប់រងដំណើរកម្សាន្តជើងហោះហើរឬ flight itinerary statement ធនាគារ3ខែចុងក្រោយនឹងត្រូវមានលុយនៅក្នុងកង់ពី$5,000ទៅ$10,000លិខិតរៀបរាប់ពីគម្រោងដើរលេងអ្នកទាំងអស់គ្នាអាចវាយនៅក្នុងកុំព្យូទ័រដោយខ្លួនឯងបានហើយប្រាប់ពីមូលហេតុដែលអ្នកទាំងអស់គ្នាទៅលេងនិងរៀបរាប់ពីដំណើរកម្សាន្តថាតើអ្នកទាំងអស់គ្នាទៅណានិងធ្វើអ្វីខ្លះនៅទីនោះនិងមួយចុងក្រោយគឺលិខិតបញ្ជាក់កន្លែងស្នាក់នៅចំណុចនេះអ្នកទាំងអស់គ្នាអាចមានចំពោះតាំងដែលអ្នកទាំងអស់គ្នាបានកក់អូតែរួចប៉ុន្តែតាមខ្ញុំដឹងភាគច្រើនអ្នកដែលទៅលេងស្រុកបារាំងគឺតាមរយៈការអញ្ជើញរបស់បងប្អូនឬមិត្តភ័ក្តិនៅប្រទេសបារាំងដូច្នេះហើយអ្នកទាំងអស់គ្នាត្រូវឲ្យគាត់ផ្ញើក្រដាសមួយដែលគេហៅថា attestation d'accueil ជំហានចុងក្រោយយកឯកសារទៅដាក់តាមការណាត់ជួបដល់ថ្ងៃណាត់ជួបអ្នកទាំងអស់គ្នាគ្រាន់តែយកឯកសារដែលអ្នកទាំងអស់គ្នាបានត្រៀមរួចរាល់យកទៅ TLS Contact នៅអគារវឌ្ឍនៈតាមម៉ោងពេលដែលអ្នកទាំងអស់គ្នាណាត់ជាមួយគេនឹងទៅគឺរួចរាល់ហើយអូកុំភ្លេចយក passport ទៅផងណាបាទអ្នកមានសំណួរអីអាច comment សួរក្នុងវីដេអូនេះបានណាបាយបាយ Bisous